អាយុដំអភិសន្តិបណ្ឌិតណែនាំឲ្យសិក្សាបញ្ជូននគរបាលល្មើសវិន័យទៅធ្វើការនៅព្រំដែនពី3ទៅ6ខែអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញសិក្សាដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្ត្រីនគរបាលល្មើសវិន័យឲ្យទៅធ្វើការរយៈពេល3ទៅ6ខែនៅបណ្ដាអង្គភាពនគរបាលតាមខ្សែបន្ទាត់ព្រំដែនការណែនាំដ៏ម៉ឺងម៉ាត់នេះបានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយអាយុដំឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាក្នុងពិធីបិទវគ្គបំពេញជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំងវគ្គបំពេញជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចលនិងវគ្គបំពេញជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយនៅសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមស្ថិតក្នុងភូមិទី1ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចនាព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2025នេះបើតាមប្រមុខក្រសួងមហាផ្ទៃអង្គភាពជំនាញនឹងសម្រេចបញ្ជូនជំនួសឲ្យការបន្ថយស័ក្តិករណីខ្លះបន្ថយទាំងស័ក្តិនិងថែមទាំងបញ្ជូនទៅព្រំដែនអាយុដំបានមានប្រសាសន៍ក្នុងន័យដើមថាបានធ្វើការស្រួលនៅតាមអង្គភាពមិនខិតខំធ្វើឲ្យល្អទេបែរជាទៅបង្ករឿងល្មើសវិន័យដូច្នេះមានតែឲ្យទៅព្រំដែនដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណាមកវិញកែប្រែខ្លួនហើយខិតខំធ្វើការឲ្យបានល្អពីវេទិកាអធិបតីនោះដែរអាយុដំអភិសន្តិបណ្ឌិតក៏បានផ្ដល់ដំបូន្មាននិងណែនាំដល់សិក្ខាកាមនិងសិស្សនគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមគប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្តឲ្យបានល្អនិងយកនៅអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈជាអ្នកផ្ដល់ភាពកក់ក្ដៅនិងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋដើម្បីរួមគ្នាសម្រេចឲ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសនោះអាយុដំអភិសន្តិបណ្ឌិតបានផ្ដល់អនុសាសន៍គន្លឹះជាច្រើនទៀតរួមទាំងបានផ្ដល់ការឧបត្ថម្ភគាំទ្រដល់សាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមនៅរថយន្តប្រព័ន្ធចម្រោះទឹកស្អាតនិងកុំព្យូទ័រមួយចំនួនផងដែរ